សួស្តីបងប្អូនទាំងអស់គ្នាវីដេអូនេះមានខ្ញុំសូមបង្ហាញពាក្យខ្មែរអំពីសូរដូចគ្នាតែន័យខុសគ្នាជូនបងប្អូនទស្សនាដូចតទៅនេះចាស់នេះជាពាក្យសូរដូចនៃពាក្យថាគូយើងសេអក្សរគោដាក់ស្រះអូអានថាគូជានាមសព្ទមានន័យថាចំនួន2ផ្ទឹមគ្នាឧទាហរណ៍1គូឬ2គូចំពោះពាក្យថាគូយើងសេអក្សរគោដាក់ស្រះអូមានរោអានថាគូដែរជាកិរិយាសព្ទមានន័យថាធ្វើឲ្យកើតជាគំនូរតំណាងរូបរាងសរសេរឧទាហរណ៍គូរូបគូគំនូរគូផែនទីជាដើមចំពោះសូរដូចនៃពាក្យថាវាយើងសេអក្សរវដាក់ស្រះអេអានថាវាគឺពាក្យនេះមិនត្រឹមត្រូវទេពោគឺគ្មាននៅក្នុងវចនានុក្រមខ្មែររីឯពាក្យថាវាយើងសេអក្សរវដាក់ស្រះអានិងរោជាកិរិយាសព្ទមានន័យថាលួនដោយប្រវាឧទាហរណ៍កូនទៅចេះវាត្រឡាចវាឡើងទ្រើងជាដើមចំពោះពាក្យវាសរសេរអក្សរវដាក់ស្រះអាគ្មានរោជាបរិស័ព្ទបនាមមានន័យថាជាពាក្យសម្រាប់ប្រើជំនួសឈ្មោះមនុស្សក្មេងជាងតូចទាបជាងឬមនុស្សថ្នាក់តូចទាបជាងឬវត្ថុសត្វធម្មជាតិជាដើមឧទាហរណ៍ហាមពួកក្មេងកុំឲ្យវាលេងហ្គេមមិនល្អទេចំពោះសូរដូចនៃពាក្យថាសយើងសេអក្សរសអានថាសជាគុណនាមមានន័យថាដែលមានសម្បុរដូចសំឡេងកំបាសជាកិរិយាសព្ទចាក់បោះព្រាវដោយស្នសត្រីសម្ដែងកិរិយាឲ្យឃើញច្បាស់សជាព្យញ្ញជាអ្នកទី30តាមលំដាប់អក្សរព្យញ្ញជាអ្នកទាំង33តួចំពោះសូរដូចនៃពាក្យថាសយើងសរសេរអក្សរសមានរោជានាមសព្ទមានន័យថាព្រួញកម្មធ្នូកម្មស្នាសជាកិរិយាសព្ទមានន័យថារលឹកឃើញនឹកឃើញសាដឹងឡើងវិញសជាតិដឹងជាតិសញាណពិចារណាឬរំពឹងដឹងហេតុច្បាស់ទៅអតីតកាលឬអនាគតកាលពាក្យសូរដូចនៃពាក្យថានៅយើងសរសេរអក្សរណូដាក់ស្រះអើមានន័យថាស្ថិតមានដែលមានទៀតឧទាហរណ៍នៅឯណានៅផ្ទះអស់ហើយឬនៅឡើយនៅទេចំណែកពាក្យនៅមួយទៀតយើងសរសេរអក្សរណូដាក់ស្រះអូនិងវោអានថានៅមានន័យថាពាក្យប្រាប់ពីដំណើរសម្រេចអំពើដែលគេត្រូវធ្វើឧទាហរណ៍បុគ្គលធ្វើនៅអំពើល្អដោយកាយវាចាចិត្តនឹងបាននៅផលល្អជាដើមចំពោះសូរដូចនៃពាក្យថាដុះយើងសរសេរអក្សរដោដាក់ស្រះអស់អានថាដុះមានន័យថាការកើតចាប់កំណើតមានពន្លកមានដើមតុងឡើងគឺសំដៅលើរុក្ខជាតិដែលរីកលូតលាស់ឡើងឧទាហរណ៍ស្រូវដុះរីកលូតលាស់ល្អណាស់ពុកចង្ការដុះច្រើនណាស់ចំណែកឯពាក្យដុះសរសេរអក្សរដោដាក់ស្រះអូនិងអក្សរសមានន័យថាការដុះខាត់ជំរះឲ្យស្អាតដុះឲ្យរលីងនិងដុះជំរះឲ្យអស់មិនទើឧទាហរណ៍ការដុសធ្មេញឲ្យស្អាតធ្វើឲ្យធ្មេញមិនមានដង្កូវស៊ីជាដើមឯសូរដូចនៃពាក្យផ្សារសរសេរជាអក្សរផលដាក់ជើងសស្រះអានថាផ្សារមានថ្នាក់ពាក្យជាកិរិយាសព្ទឬគុណនាមមានន័យថាឈឺពើតររាលដោយមុខរបួសដាច់រលាត់ប៉ះពាល់ត្រូវប្រទះនឹងជាតិជួប្រៃហើផ្សារខ្លោចឬខ្លោចផ្សារកើតទុកសង្រេងដោយសេចក្តីស្ដាយស្រណោះចំពោះពាក្យផ្សារមានរោមានថ្នាក់ពាក្យជានាមមានន័យថាទីប្រជុំលក់ទំនិញរបស់ផ្សេងគឺប្រជុំផ្ទះឬរានតូចធំដែលគេដាក់ទំនិញលក់ដូរឧទាហរណ៍ផ្សារផ្សោផ្សារស្ដុកស្ដំនិងផ្សាររីរងនៅលាយចម្រុះគ្នាបើប្រើជាកិរិយាសព្ទមានន័យថាផ្សារភ្ជាប់ដោយទឹកបន់សាឧទាហរណ៍ផ្សារឆ្នាំងស្ពាន់ផ្សារដែកជាដើមដូច្នេះនាងខ្ញុំសូមបញ្ចប់តែប៉ុណ្នេះសិនចាំជួបគ្នានៅវីដេអូក្រោយទៀតបើយល់ថាវីដេអូនេះមានប្រយោជន៍សូមបងប្អូនជួយចុច like share នៅវីដេអូនេះម្នាក់មួយផងសូមអរគុណសម្រាប់តាមដានទស្សនាសូមគោរពលា